លោកវរៈសេនីយ៍ ទូ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដាក់ចេញនូវបទបញ្ជាឲ្យពង្រឹងកម្លាំង និងសម្ភារៈបច្ចេកទេស 24 ម៉ោងលើ 24 ម៉ោង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខេត្តបាត់ដំបង ស្រុកសំពៅលូន ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមាអត្តស័ក ពុទ្ធសករាជ 2570 លោកវរៈសេនីយ៍ ទូ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកិច្ចប្រជុំជួរ និងត្រួតពិនិត្យកម្លាំងអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់កាលពីព្រឹកថ្ងៃច័ន្ទទី 13 ខែមេសា ឆ្នាំ 2026 នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យមធ្យោបាយនិងសម្ភារៈបច្ចេកទេសនេះ លោកអធិការបានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួន 3 ចំណុច ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត 1. ត្រៀមលក្ខណៈអន្តរាគមន៍ 24 ម៉ោងលើ 24 ម៉ោង លោកវរៈសេនីយ៍ ទូ ទឹម វិឆ័យ អធិការបានបញ្ជាឲ្យមានការត្រួតពិនិត្យយ៉ាងរួចរាល់នៅមធ្យោបាយដឹកជញ្ជូន និងសម្ភារៈបច្ចេកទេសគ្រប់ប្រភេទ នៅក្នុងគោលបំណងគឺដើម្បីធានាថាកម្លាំងជំនាញអាចចេញអន្តរាគមន៍បានភ្លាមៗ និងទាន់ពេលវេលា ចំពោះរាល់សភាពការណ៍មិនប្រក្រតី ឬគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន 2. បង្កើនសកម្មភាពល្បាតតាមគោលដៅយុទ្ធសាស្ត្រ ពង្រឹងការងារល្បាត និងប្រចាំការ 24 ម៉ោងលើ 24 ម៉ោង នៅតាមបណ្ដាគោលដៅយុទ្ធសាស្ត្រ តំបន់សេដ្ឋកិច្ច និងទីកន្លែងកម្សាន្តនានាក្នុងភូមិសាស្ត្រស្រុកសំពៅលូន វិធានការនេះធ្វើឡើងដើម្បីបង្ការបទល្មើសផ្សេងៗ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅលេងស្រុកកំណើត ឬដើរកម្សាន្ត 3. បម្រើសេវាដោយស្មារតីទទួលខុសត្រូវ និងស្នាមញញឹម លោកវរៈសេនីយ៍ ទូ ទឹម វិឆ័យ អធិការបានសង្កត់ធ្ងន់ដល់មន្ត្រីក្រុមអាវ៉ាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់ភាពកក់ក្ដៅ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ រាល់ការបម្រើសេវាសន្តិសុខត្រូវធ្វើឡើងដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ ធ្វើយ៉ាងណាឲ្យដំណើរការកម្សាន្តសប្បាយនៅក្នុងសង្ក្រាន្តប្រព្រឹត្តទៅក្រោមបរិយាកាសសុខសាន្តបំផុត ការការពារសុវត្ថិភាព និងក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋគឺជាភារកិច្ចចម្បងរបស់នគរបាលជាតិ លោកវរៈសេនីយ៍ ទូ ទឹម វិឆ័យ ជាចុងក្រោយ លោកអធិការបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ភ្លើងទៀន ធូបចង្ក្រាន និងចរន្តអគ្គិសនី ដើម្បីរួមចំណែករក្សាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិក្នុងឱកាសសិរីសួស្តីឆ្នាំថ្មីនេះ អត្ថបទដោយលោក មុត ចត្រា ប្រមាញ់ ជាយដែន